ខ្ញុំបាទឈ្មោះអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានឥឡូវនេះវាចូលនៅក្នុង50វត្តថ្មីឆ្នាំ2015អៀកំស្រេងសូមជូនពរដល់បងប្អូនរួមជាតិពេញពិភពលោកទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសឲ្យជួបតែសំណាងល្អគ្រប់ពេលវេលាតែអៀកំស្រេងអត់បានជូនពរឲ្យបានសេចក្តីសុខទេដូចជាខ្ញុំក៏ចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អ្វីទៅគេហៅថាសេចក្តីសុខអ្វីទៅហៅថាសំណាងល្អសំណាងល្អអ្វីដែលកើតឡើងជាអបត្តហេតុដែលគ្មានការគ្រោងទុកអានឹងគេហៅថាវាជាអបត្តហេតុវាមានពីរវាមានសំណាងអាក្រក់និងសំណាងល្អក៏ប៉ុន្តែអៀកំសែងអត់ជូនពរឲ្យបានសេចក្តីសុខទេអ្វីគេហៅថាសេចក្តីសុខគឺសេចក្តីគឺស្ថិតនៅការប្រឹងប្រែងខំពុះពៀតស៊ូដោយខ្លួនឯងអានឹងបានហៅថាសេចក្តីសុខមិនមែនទៅឲ្យធូបបួងសួងបងប្រាថ្នាដែលទៅចង់បានសេចក្តីសុខហើយនឹងសុខនឹងមកឲ្យយើងទេដូចជាអ្វីដែលហៅថាសេចក្តីសុខនិងសេចក្តីទុក្ខវាស្ថិតនៅលើទង្វើនៅសកម្មភាពដែលការខំប្រឹងប្រែងខំពុះពៀគ្រប់កលៈទេសៈគ្រប់ពេលវេលានៅក្នុងឆាកជីវិតរបស់មនុស្សដូច្នេះចំណុចហ្នឹងដែលខ្ញុំចង់បញ្ជាក់បងប្អូនឲ្យបានច្បាស់លាស់អំពីបញ្ហាសំណាងហើយនឹងសេចក្តីសុខដូច្នេះសេចក្តីសុខយើងអាចរកបានតែសំណាងល្អនៅអាក្រក់យើងមិនអាចរកបានទេអានេះវាជាអបត្តហេតុនៃធម្មជាតិដូច្នេះអៀកំសែងជូនពរបងប្អូនរួមជាតិពេញពិភពលោកឲ្យជួបតែនឹងសំណាងល្អគ្រប់កាលវេលាទន្ទឹមនឹងពេលហ្នឹងអៀកំសែងចង់ប្រកាសប្រាប់ដើម្បីឈរទៅលើទស្សនៈ50វត្តថ្មីឆ្នាំ2015ដែលកំពុងនឹងចាប់ផ្ដើមដូច្នេះទន្ទឹមនឹងពេលហ្នឹងសូមឲ្យបងប្អូនរួមជាតិយើងទាំងអស់គ្នាត្រូវតែតោងដឹងយល់ឲ្យច្បាស់លាស់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារយៈកាលកន្លងមកបងប្អូនរួមជាតិទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសដោយអត់បានដឹងពីប្រវត្តិដ៏ពិតប្រាកដតែងតែយកប្រវត្តិคล้ายៗមកបង្កើតមកបំពុលសង្គមដែលធ្វើឲ្យប្រទេសជាតិជួបនៅភាពវិនាសកម្មមហន្តរាយបណ្ដាលមកពីប្រវត្តិសាស្ត្រដែលចោលយួនឈ្លានពានទឹកដីខ្មែរនិងចោលសៀមយកទឹកដីខ្មែរដែលធ្វើឲ្យសកម្មភាពនិងភាពរស់នៅតែភាពវេទនាប្រៃផ្សៃបាត់បង់ជីវិតបាត់បង់ទឹកដីបាត់បង់កោះត្រល់បាត់បង់ព្រំដែនបាត់បង់អំណាចបាត់បង់នូវភាពសាមគ្គីភាពដោយឈរទៅលើបញ្ហានៅការប្រវត្តិសាស្ត្រនៅការក្រឡៃដូច្នេះទន្ទឹមនឹងពេលហ្នឹងអៀកំសែងសូមលើកយកពីប្រធានបទយើងនិយាយពីអាណានិគមបារាំងនៅ4ខ្នាតអៀកំសែងសូមលើកអាណានិគមវាមាន3ចំណុចគេហៅមុនអាណានិគមពីឆ្នាំ1850មកទល់នឹងឆ្នាំ1863អានឹងអៀកំសែងក៏ចង់លើកបញ្យលពីមុនអាណានិគមហើយបន្ទាប់មកគឺនៅក្នុងអាណានិគមពីឆ្នាំ1863មកទល់នឹងឆ្នាំ1944អានឹងនៅក្នុងអាណានិគមហើយបន្ទាប់ពីនៅក្នុងអាណានិគមហើយបន្ទាប់មកគេហៅថាក្រោយអាណានិគមពីឆ្នាំ1949មកទល់នឹងឆ្នាំ2015បានន័យថាក្រោយអាណានិគមដូច្នេះទន្ទឹមនឹងពេលហ្នឹងអៀកំសែងចង់បញ្យលបញ្ហាជាតិប្រជាជាតិយើងឲ្យយល់ពីបញ្ហាប្រវត្តិសាស្ត្រខ្មែរយើងនិយាយពីមុនអាណានិគមខ្ញុំអត់បាច់លើពីវែងឆ្ងាយលេងមកច្រកបញ្ចាំងវាឆ្ងាយពេកដើម្បីឲ្យបងប្អូនវាយ៉ាប់នឹងការតាមដានរឿងប្រវត្តិដ៏យូរលង់ក៏ប៉ុន្តែយើងការច្រកបញ្ចាំងពីរឿងចំណុចសំខាន់ហ្នឹងយើងយកពីឆ្នាំ1850នៅក្នុងឆ្នាំ1850ហ្នឹងប្រទេសខ្មែរយើងសៀមវាយមកដល់បានវាយខ្មែរយើងបានមកដល់ទន្លេមេគង្គរួចទៅហើយយួនបានយកទឹកដីខ្មែរយើងបានគ្រប់គ្រងទឹកដីខ្មែរយើងកម្ពុជាក្រោមនឹងបានមួយបំណែកធំរួចទៅហើយក៏ប៉ុន្តែនៅតែជាទឹកដីខ្មែរនៅឡើយទេអត់មានតែជាទឹកដីយួនទេដូច្នេះឲ្យបងប្អូនយើងយល់ឲ្យច្បាស់លាស់ពិតមែនតែអាយួនវាប្រើវិធីប្លន់យកទឹកដីខ្មែរសម្រាប់ប្រជាជាតិខ្មែរយើងចាប់ស្ដេចខ្មែរយើងយកទៅធ្វើទារុណកម្មដោយការគំរាមកំហែងដោយការគ្របដណ្ដប់ទៅលើប្រទេសកម្ពុជាប្រទេសខ្មែរយើងពីព្រោះប្រទេសខ្មែរយើងគេហៅថាវាមានខ្មែរកដាលនិងខ្មែរក្រោមក៏ប៉ុន្តែយើងមិនអាចហៅថាខ្មែរកដាលខ្មែរក្រោមទេគឺទឹកដីខ្មែរយើងតែមួយទេនៅសៃហ្គងនោះដូច្នេះចំណុចហ្នឹងអាហ្នឹងយើងនិយាយពីមុនអាណានិគមក៏ប៉ុន្តែយើងទៅយល់ឲ្យច្បាស់លាស់ទឹកដីខ្មែរយើងនៅតែជាទឹកដីខ្មែរយើងហើយយើងទៅមើលវិធីដែលអាយួនវាយកទឹកដីខ្មែរយើងយ៉ាងម៉េចយើងនិយាយពីមុនអាណានិគមបើយើងនិយាយពីសៀមយកទឹកដីខ្មែរយើងដែលទោះបីយ៉ាងម៉េចអាសៀមវាបានបន្សល់ទុកនៅអចលនទ្រព្យបេតិកភណ្ឌជាតិជាពិសេសភាសាខ្មែរមួយបំណែកធំដែលគ្រប់កន្លែងទាំងអស់នៅប្រទេសថៃអានេះសបញ្ជាក់បង្ហាញឲ្យឃើញថាទឹកដីខ្មែរលើយើងហ្នឹងគឺសៀមបានវាយយកប្រទេសខ្មែរយើងបានទាំងស្រុងមែនតែដោយឡែកនៅលើទឹកដីកម្ពុជាក្រោមបងប្អូនទៅនាំគ្នាទាំងអស់គ្នាទៅចាប់អារម្មណ៍ឲ្យបានច្បាស់លាស់ពីព្រោះអាកម្ពុជាយួននេះវាប្រើវិធីវាកេងដើម្បីបំបត្តិប្រវត្តិសាស្ត្របំផន់យកទឹកដីខ្មែរយើងដល់ពិតប្រាកដចំណុចដែលសំខាន់វាត្រូវគំតិចរតនវត្ថុរបស់ខ្មែរគឺប្រាសាទបងប្អូនមើលទៅចាប់ពីព្រំដែនខ្មែរយើងសពថ្ងៃហ្នឹងទៅដល់ទឹកដីកម្ពុជាក្រោមទៅដល់គេហៅថាសៃហ្គងហើយនឹងហាណូយយើងសួរថាតើយើងមានប្រាសាទទេយើងតាមកំពិតយើងមិនខ្វះទេប្រាសាទក៏ប៉ុន្តែអាយួនបានកំទេចប្រាសាទខ្មែរយើងបានន័យថាគោលបំណងវាកំទេចវប្បធម៌ខ្មែរចោលអស់ដើម្បីវាបំផន់មតិជាតិថាទឹកដីហ្នឹងគឺជាទឹកដីរបស់វានេះដែលសបញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ពីវិធីសាស្ត្រដែល
យួនមានបំណងយកទឹកដីយើងកុំតិចពូជសាសន៍យើងទាំងស្រុងមកដើម្បីយកឲ្យបានជាស្ថាពរនេះជាបំណងរបស់យួនហើយយើងមើលឃើញយួនវាគ្រប់គ្រងស្ថាប័នគ្រប់គ្រងនៅក្នុងជាតិខ្មែរយើងមែនតែវាមិនបានយកបានទាំងស្រុងទេតែវាលួចកុំតិចប្រាសាទខ្មែរយើងបន្តគ្រប់កន្លែងទាំងអស់ហើយចំណុចហ្នឹងហើយដែលយើងមើលឃើញថាហេតុអីបានខ្មែរយើងអត់មានប្រាសាទនៅកម្ពុជាក្រោមតាមក៏ពិតមិនមែនអត់ទេព្រោះសម័យកម្ពុជាក្រោមទៅតែយើងកាន់សាសនាពុទ្ធហ្នឹងទៅតែក្រោយពីសតវត្សទី13មុនសតវត្សទី13គឺយើងកាន់សាសនាហិណ្ឌូដូចជានៅក្នុងសាសនាហិណ្ឌូហេតុអីបានយើងសាងប្រាសាទអស់ហ្នឹងជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូនៅការគោរពព្រះគេមាន3ព្រះសិវៈព្រះព្រហ្មហើយនិងព្រះនារីនេះជាគោលបំណងនៅក្នុងសាសនាដែលយើងគេហៅថាជាសម័យមហារុងរឿងគឺសម័យអង្គរនឹងឯងហើយបងប្អូនយើងទៅតោងឲ្យស្រាប់ឲ្យច្បាស់លាស់ទៀតប្រវត្តិសាស្ត្រអ្នកដែលបាននិយាយអីទាំងអស់ហ្នឹងសិតតែជាប្រវត្តិសាស្ត្រនៅការកែកលៃហើយយើងសូមសួរឲ្យច្បាស់លាស់ឲ្យបងប្អូនឲ្យយល់រវាងយួនយកទឹកដីខ្មែរយើងវាដែលទុកឲ្យយើងចាប្រវត្តិសាស្ត្រទេវាមិនដែលឲ្យយើងចាប្រវត្តិសាស្ត្រពិតប្រាកដមកបង្រៀនក្មេងជំនាន់ក្រោយទេដូចជាចំណុចហ្នឹងហើយវាតែងតែប្រើវិធីដើម្បីកំទេចអ្នកស្នេហាជាតិកុំកែកលៃប្រវត្តិសាស្ត្រដើម្បីវាចងក្រងឲ្យយើងហ្នឹងទទួលស្គាល់ថាយួនហ្នឹងជាទឹកដីរបស់យួនមិនមែនជាទឹកដីរបស់ខ្មែរចំណុចហ្នឹងហើយដែលវាបង្កើតយួនខាងត្បូងនិងយួនខាងជើងវាតាមក៏ពិតវាអត់មានយួនខាងត្បូងទេយួនខាងត្បូងគឺជាទឹកដីកម្ពុជាក្រោមរឿងអីបានហៅថាជាយួនខាងត្បូងវិញកន្លែងហ្នឹងហើយតែឲ្យបងប្អូនយើងភ្លឺព្រៃអមែនទេដែលបងប្អូននៅកម្ពុជាក្រោមហើយកុំឲ្យយកទស្សនៈថាដោយសារស្ដេចជ័យជេដ្ឋាបកគលទឹកដីឲ្យគេមិនមែនត្រង់តែស្ដេចជ័យជេដ្ឋានឹងមួយទេរឿងសកម្មភាពនយោបាយនៅក្នុងប្រទេសខ្មែរយើងគឺបណ្ដាលមកពីចំណុចសំខាន់គឺមកពាក់ព័ន្ធលើសាសនាដែលយើងបដូរសាសនាពីហិណ្ឌូមកសាសនាពុទ្ធហ្នឹងសាសនាពុទ្ធយើងនាំគ្នាបួងសួងសុំតែរកតែសេចក្តីសុខតែមិនដឹងសុខនៅកន្លែងណាទេហើយចង់តែបានសេចក្តីសុខតែយើងកុំភ្លេចនៅក្នុងសម័យកាលហ្នឹងអ្នកខ្លាំងជាស្ដេចអ្នកចាញ់ជាចៅព្រៃគ្មានដែលអ្នកឯងនិយាយពីរឿងខុសត្រូវទេនិយាយពីខ្លាំងហើយនឹងខ្សោយនេះជាសម័យកាលវាខុសគ្នាតែខ្មែរយើងដើម្បីកាន់នៅសាសនាពុទ្ធម្នាក់សុំបួងសួងប៉ងបតារកតែសេចក្តីសុខតែយើងសុំសួរថាតើគេឲ្យសុខយើងទេចំណុចហ្នឹងហើយដែលគៀកំសេងតែងតែបញ្យល់បញ្ជាក់បង្ហាញដើម្បីឲ្យបានច្បាស់លាស់ថាសេចក្តីសុខវាស្ថិតនៅលើអំណាចកម្លាំងខ្លួនយើងបើយើងខ្លាំងយើងសុខបើយើងខ្សោយគឺយើងទុក្ខនេះជាចំណុចដែលភាពងាយស្រួលតែបងប្អូនយើងនៅតែមិនរួមទទួលយកនៅតែចង់តែបានតែសេចក្តីសុខយើងចង់តែគេឲ្យយើងចង់ទេតែគេឲ្យយើងសុខទេអាភាពដែលយើងចង់តែគេឲ្យយើងអានឹងហើយទៅជាចំណុចសំខាន់ហ្នឹងដែលយើងមិនព្រមទទួលយកអ្វីដែលហៅថាការពិតតែភាពងប់ងល់ចង់តែបានសេចក្តីសុខចឹងហើយបាទខ្ញុំនិយាយថាបើសិនជាស្លូតដូចព្រាក៏ល្ងងដូចជ្រូកដែរដូចជាអាពាក្យមួយទៀតគេថាសេះស្លូតគេជីមនុស្សស្លូតគេចិនបងប្អូននៅក្នុងពិភពលោកទៅសួរមើលអ្នកណាហ៊ានជីសេះកាយមកពីអីបើយើងស្លូតនៅតែគេចិនយើងចឹងនឹងហើយជាចំណុចសំខាន់ណាឲ្យបងប្អូនយើងនៅគ្នាចាប់អារម្មណ៍ត្រង់កន្លែងហ្នឹងអានេះខ្ញុំចង់និយាយពីបញ្ហាប្រវត្តិអ្នកដែលយកទ្រឹស្ដីមួយចំនួនថាប្រវត្តិកម្ពុជាក្រោមដោយសារស្ដេចជ័យជេដ្ឋាទី2មិនមែនទេអ្វីដែលបាត់បង់ទឹកដីទាំងស្រុងគឺដោយសារអាបីសាច់ស៊ីនោះនៅក្នុងក្រោយអាណានិគមពីឆ្នាំ49មកដល់2015ខ្ញុំនឹងបញ្យល់បងប្អូនយើងឲ្យបានពឹស្ដារពីចំណុចដែលសំខាន់នៅលើសម័យរុងរឿងនៅក្នុងសម័យអាណានិគមហើយខ្ញុំនឹងបញ្យល់បញ្ជាក់បង្ហាញបងប្អូនយើងដើម្បីឲ្យភ្លឺបន្ថែមទៀតពីបញ្ហាអស់នេះខ្ញុំនិយាយនៅក្នុងឆ្នាំ1850បងប្អូនឯកសារប្រវត្តិសាស្ត្រមួយចំនួនថាស្ដេចអង្គឌួងនឹងទៅបានអញ្ជើញបារាំងឲ្យមកដាក់អាណានិគមនៅស្រុកខ្មែរតាមក៏ពិតរឿងនឹងវាអត់មានទេពីព្រោះនៅក្នុងឆ្នាំ1830សង្គ្រាមឈូងសមុទ្រចិនចាប់ផ្ដើមកក្រើកហើយដូចជាកាលហ្នឹងពួកខាងប៉ែកខាងយុរ៉ុបបោមកទន្ទ្រានទៅលើភូមិភាគអាស៊ីដូចជានៅក្នុងភូមិភាគអាស៊ីគេចែកគ្នាជាកន្លែងដែលការគ្រប់គ្រងទី1តាំងពីអេស្ប៉ាញក៏មកគ្រប់គ្រងនៅតៃវ៉ាន់បន្ទាប់មកទៀតបានធ្វើសង្គ្រាមនៅឈូងសមុទ្រចិនធ្វើអស់រយៈពេល2ឆ្នាំក្រោយមកហ្នឹងបានអង់គ្លេសនៅក្នុងឆ្នាំ1832បានដាក់អាណានិគមនៅហុងកុងអានេះយើងនិយាយពីអាណានិគមដែលនៅហុងកុងបន្ទាប់មកទៀតការលុកលុយការរាតត្បាតចិត្តតែបន្តមកក្នុងភូមិភាគអាស៊ីយើងហើយចំណុចដែលសំខាន់បារាំងនៅក្នុងឆ្នាំ1844បារាំងចាប់ផ្ដើមវាយបាននៅប្រទេសចិនក៏បានគម្រាមកំហែងស្ដេចឲ្យស្ដេចមហាក្សត្រីជូស៊ីហ្នឹងបានន័យថាត្រូវតែប្រគល់ទឹកដីអាណានិគមនៅទីក្រុងសៀងហៃអញ្ចឹងខ្ញុំចង់បញ្យល់បងប្អូនឲ្យយល់ឲ្យច្បាស់លាស់អំពីអាណានិគមច្បាប់អាណានិគមមិនមែនគ្រប់គ្រងទូទាំងប្រទេសទេគ្រប់គ្រងតែបំណែកដែងនៅការកាត់យកជាបំណែកដោយអមថាឥឡូវទីក្រុងសៀងហៃនៅក្នុងបរិវេណនៅក្នុងទីក្រុងសៀងហៃនឹងជាអាណានិគមរបស់បារាំងតែបើចេញពីទីក្រុងសៀងហៃមកអានឹងវាជាទឹកដីរបស់ចិនគេមិនបានដាក់អាណានិគមនៅប្រទេសចិនទេតែគេដាក់អាណានិគមនៅក្នុងមួយបំណែកនៅក្នុងប្រទេសចិនមិនមែនប្រទេសចិនទាំងស្រុងទេនេះខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យយល់ពីរឿងច្បាប់អាណានិគមអញ្ចឹងហើយនៅក្នុងឆ្នាំ1844បារាំងបានដាក់អាណានិគមគ្រប់គ្រងនៅសៀងហៃបន្ទាប់មកទៀតដោយការមហិច្ឆតានៅការលុបលុនបារាំងត្រូវតែពង្រីកអំណាចខ្លួនឯងនៅក្នុងអាស៊ីយើងដូច្នេះចំណុចហ្នឹងបារាំងបានដេញបន្តទៀតដូច្នេះឃើញវាមានគេហៅថាយួនវាចាប់ដើមរាតត្បាតមកលើប្រទេសខ្មែរសៀមវាចាប់ដើមរាតត្បាតមកលើប្រទេសខ្មែរហើយលាវមួយទៀតចំណុចហ្នឹងហើយបានបារាំងមើលឃើញថាឥឡូវនៅតំបន់ឥណ្ឌូចិនហ្នឹងដូចជាបារាំង
ំងអាចទៅគ្រប់គ្រងបានកន្លែងហ្នឹងហើយបានបារាំងវាចេញយោបាយធ្វើសង្គ្រាមមកទៅគ្រប់គ្រងវាយពួកដែលកតសម្ព័ន្ធពួកប្រទេសតូចជាពិសេសអាពួកយួនហ្នឹងបានបង្ក្រាបអាពួកយួនហ្នឹងតែដោយភាពសំណាងល្អអានេះចូលដល់សំណាងល្អណាពីព្រោះនៅពេលខ្មែរយើងសៀមវាយបានមកដល់ទន្លេមេគង្គរួចទៅហើយនៅក្នុងឆ្នាំ1860ហ្នឹងសៀមបានមកដល់ទន្លេមេគង្គរួចទៅហើយការគ្រប់គ្រងនៅក្នុងស្ថាប័នជាតិខ្មែរយើងគឺយួនបានគ្រប់គ្រងតែមិនទាន់បានយកទឹកដីទាំងស្រុងទេគាត់តែយួនបានគ្រប់គ្រងនៅក្នុងស្ថាប័នជាតិខ្មែរអានឹងយើងនិយាយនៅក្នុងឆ្នាំ1860ដោយសំណាងល្អបើបានអានេះគេនិយាយតែអាណានិគមបារាំងបានចូលមកហើយខ្មែរយើងពេលហ្នឹងបានទៅសុំលន់តួបារាំងដាក់អាណានិគមទទួលយកនៅក្នុងអាណានិគម100ឆ្នាំអានឹងបើយើងនិយាយពីច្បាប់វា100ឆ្នាំក្នុងច្បាប់អាណានិគមដូចជានៅក្នុងចន្លោះដែលអាណានិគមហ្នឹងបារាំងបានវាយសៀមពីទន្លេមេគង្គទៅវាយជាមួយសៀមអស់41ឆ្នាំបានសៀមសុំធ្វើសិទ្ធិសញ្ញាបញ្ចប់ព្រំដែននៅក្នុងឆ្នាំ1904បញ្ចប់ព្រំដែនឲ្យពិតប្រាកដដាក់លាក់ដាក់អីហ្នឹងអានឹងនៅក្នុងឆ្នាំ1907បានន័យថាអ្វីដែលសៀមរវាងសិទ្ធិសញ្ញាបារាំងសៀមមិនមែនខ្មែរសៀមទេយើងទៅយល់ច្បាស់លើកន្លែងហ្នឹងបារាំងសៀមដែលអាសៀមវាសុំចូលចាញ់បារាំងវាតាមកាពិតបារាំងវាចង់ដាក់អាណានិគមមួយទៀតនៅស្រុកសៀមក៏ប៉ុន្តែសៀមវាឆ្លាតដែរវាដល់ពេលដែលវាវាយបញ្ជាបារាំងវាទៅពឹងផ្អែកទៅលើអង់គ្លេសដូចជាវាចង់សម្ព័ន្ធភាពជាមួយអង់គ្លេសដូចជាបារាំងអត់ធានលូកលឿនទេដូចជាចំណុចហ្នឹងហើយនៅក្នុងរយៈពេលពីឆ្នាំ1863មកទល់នឹងឆ្នាំ1904សៀមសុកចិត្តដាក់សិទ្ធិសញ្ញារវាងបារាំងសៀមដើម្បីបញ្ចប់សង្គ្រាមបារាំងសៀមដែលគ្រប់គ្រងទៅលើអាណានិគមយើងហ្នឹងអញ្ចឹងហើយបានយើងមានសិទ្ធិសញ្ញារវាងបារាំងសៀមហ្នឹងហេតុអីបានយើងនៅក្នុងឆ្នាំ1962អាបីសាច់វាស៊ីអនុវាទៅទៀមទាបានព្រះវិហារមកវិញដូចជាព្រះវិហារណាមិនមែនអាស៊ីអនុវាទៅទៀមទាវាយកស្អីទៅទៀមទាបានន័យថាវាយកអាច្បាប់ហ្នឹងហើយទៅជាសិទ្ធិសញ្ញានៅក្នុងឆ្នាំ1904និងឆ្នាំ1907ដោយសារគេយកព្រំអូគេហៅថាអូហ្នឹងគេចាប់ផ្ដើមជាចំណុចសំខាន់គឺចាប់ផ្ដើមចេញពីអូជ្រៅដែលគេហៅប៉ោយប៉ែតហ្នឹងដែលគេធ្វើស្ពានគេធ្វើអីដើម្បីឆ្លងកាត់នៅបន្ទូលឆៃហ្នឹងអាហ្នឹងហើយដែលគេយកអាហ្នឹងជាអូដេញរហូតឡើងទៅដល់លើកំពូលភ្នំដងរែកអាហ្នឹងគេហៅថាជាព្រំដែនជាខណ្ឌសីមារវាងបារាំងសៀមហ្នឹងហើយដែលយើងទៅទៀមទាឆ្នាំ1962ហ្នឹងយើងទៀមទាឈ្នះទៅលើឆាកអន្តរជាតិហ្នឹងគឺមកពីបារាំងបានដីកំណត់ព្រំដែនឲ្យខ្មែរយើងដល់ពិតប្រាកដរវាងបារាំងសៀមនេះតែខ្ញុំចង់បញ្ជាក់បងប្អូនយើងឲ្យបានច្បាស់លាស់ហើយបន្ទាប់មកយើងនិយាយពីខាងកើតម្ដងខាងកើតយើងអត់មានព្រំដែនដោយសារអីពីព្រោះព្រំដែនដែលយើងមានសពថ្ងៃដែលថាបារាំងបកគលមកឲ្យខ្មែរវិញហ្នឹងអានេះគេហៅថាជាព្រំដែនអាណានិគមទេមិនមែនជាព្រំដែនប្រទេសខ្មែរទេពីព្រោះព្រំដែនប្រទេសខ្មែរបារាំងបានកាត់ដាក់អាណានិគមទៅលើប្រទេសខ្មែរហ្នឹងគឺនៅក្នុងមួយបំណែកដូចយើងនិយាយនៅសៀងហៃហើយនៅប្រទេសចិនអញ្ចឹងអាណានិគមបារាំងវាដាក់ដូចនៅសៀងហៃអញ្ចឹងសៀងហៃក៏នៅជាមួយបំណែកនៅក្នុងទីក្រុងសៀងហៃទេក៏ប៉ុន្តែទឹកដីវានៅតែជាទឹកដីរបស់ប្រទេសចិនខ្មែរយើងក៏ដូចគ្នាដែរទឹកដីសៃកងគេហៅព្រៃនគរវាជាទឹកដីខ្មែរហើយព្រំដែនរវាងហ្នឹងវាអត់មានយួនខាងត្បូងទេវាមានតែទឹកដីកម្ពុជាក្រោមអានេះខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យយល់ហើយយើងទន្ទឹមនៅពេលហ្នឹងដែលយើងឆែកមើលទៅហេតុអីបាននៅក្នុងពីព្រំដែនយើងទៅហ្នឹងហេតុអីបានយើងបាត់ប្រាសាទអស់ហលីងបងប្អូនមើលតែព្រំដែននៅខាងយួនខាងកើតហេតុអីបានយើងបាត់ប្រាសាទពីព្រោះចំណុចអស់ហ្នឹងដែលខ្ញុំចង់បញ្យល់ហ្នឹងយួនវាមានបំណងកំទេចវប្បធម៌ខ្មែរដោយកុំឲ្យយើងយកជាផុសតាងដល់ឈោទៅលើច្បាប់អន្តរជាតិគោលបំណងវាយកទឹកដីយើងឲ្យបានទាំងស្រុងចំណុចហ្នឹងហើយដែលវាធ្វើផែនការតែវាសំណាងអាក្រក់ដោយសារបារាំងបានចាប់ផ្ដើមដាក់អាណានិគមមិនមែនតែនៅស្រុកខ្មែរទេអាណានិគមនៅស្រុកយួនផងអាណានិគមនៅស្រុកលាវផងដូចជាចំណុចហ្នឹងគេហៅថាអាណានិគមឥណ្ឌូចិនអាហ្នឹងខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យយល់កន្លែងហ្នឹងឲ្យច្បាស់ឡើយបើមិនចឹងទេវិបត្តិពីបញ្ហាពីប្រវត្តិសាស្ត្រវាច្បុកច្បល់ហើយប្រវត្តិសាស្ត្រខ្មែរយើងតោងទៅយល់ឲ្យច្បាស់ឡើយដូចខ្ញុំបានបញ្ជាក់ទៀតយើងយួនវាយកទឹកដីខ្មែរយើងគោលបំណងបើសិនជាវាយកទឹកដីខ្មែរយើងវាគ្មានចំណុចមួយណាដែលវាចងក្រងប្រវត្តិសាស្ត្រទុកឲ្យយើងថាវាយកទឹកដីខ្មែរទេដូចជារឿងប្រវត្តិសាស្ត្រដែលចងក្រងទាំងអស់សិតតែប្រវត្តិសាស្ត្រនៅការក្រឡៃបំពុលជាតិដើម្បីធ្វើឲ្យយើងភ្លេចនៅទឹកដីដែលដើមកំណើតយើងដល់ពិតប្រាកដកន្លែងហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនរួមជាតិយើងពេញពិភពលោកឲ្យយល់ថាសកម្មភាពដែលយួនមានបំណងយើងមិនមែនជ័យជេដ្ឋាទី1ទេដែលបកគលទឹកដីកម្ពុជាក្រោមឲ្យអត់មានទេដូច្នេះយួនបានមករស់នៅលើស្ថាប័នជាតិដែលប្រើអំណាចគៀបសង្កត់ចាប់ស្ដេចខ្មែរយើងយកទៅស្រុកយួនចាប់អ្នកស្នេហាជាតិកំទេចអ្នកស្នេហាជាតិចោលដោយសារអីដោយសារវាចង់គ្រប់គ្រងទឹកដីខ្មែរយើងយកទឹកដីខ្មែរយើងឲ្យបានទាំងស្រុងតែដោយសំណាងអាក្រក់ទៅលើអាណានិគមបារាំងបានចូលមកជាតិជាចូលមកណាពេលហ្នឹងភាពដែលខកខានដែលយកទឹកដីកម្ពុជាក្រោមដោយសារមានបារាំងតែទោះបីយ៉ាងម៉េចក៏ដោយពួកខ្មែរយើងក៏ទៅកាន់លើជំនឿសាសនាមួយគឺហៅថាសាសនារោតែសេចក្តីសុខនាំគ្នាគិតតែបួងសួងថ្វាយបង្គំរោតែសេចក្តីសុខតែមិនអាចងើបឡើងទាមទាររោសេចក្តីសុខខ្លួនឯងមិនឈលលើជំហរមួយភាពមោះមុតនិងក្លាហានអត់មានទេចំណុចហ្នឹងហើយដែលយើងជួបនៅភាពមហន្តរាយវិនាសកម្មដោយសារអីចង់តែរោតែសេចក្តីសុខតែមិនដឹងសុខនៅឯណាកន្លែងហ្នឹងហើយដែលនយោបាយពួកយួនវាមើលឃើញសកម្មភាពខ្មែរយើងពិតប្រាកដ
ណានៅក្នុងភាពដែលហៅថាចាញ់បានជាព្រះឈ្នះបានជាមាសពីរងាប់ដោយការមិនចង់ពីអានឹងហើយសេះស្លូតគេជីមនុស្សស្លូតគេចិនដោយសារអីអាកន្លែងនឹងហើយដែលជាប្រភពដែលងងឹតងងល់តែប្រភពដែលជឿជំនឿតែអត់យល់ពីសម័យកាលខ្លាំងជាស្ដេចចាញ់ជាចោលព្រៃពួកប្រទេសអត់ច្បាប់អ្នកឯងខ្លាំងឈ្នះអ្នកឯងចាញ់គេសម្លាប់អានឹងគេហៅថាវាទីបានប៉ុណ្ណាគេយកប៉ុណ្ណឹងអានឹងសម័យកាលដែលយើងចែកច្បាស់ក្រោយពីបានអាណានិគមមកបារាំងបានបញ្ចប់ព្រំដែនខ្មែរយើងខាងលិចឲ្យសៀមវាត្រូវយកខ្មែរលើយើងបាត់រួចទៅហើយតែទោះបីយ៉ាងម៉េចក៏ដោយតែសៀមមិនសាហាវដូចយួនទេសៀមវាបានបន្សល់ទុកវប្បធម៌ជាតិអរិយធម៌ជាតិខ្មែរយើងវានៅបន្សល់ទុកតែអាយួននេះកុំតិចចោលទាំងអស់សូម្បីតែប្រាសាទមួយដែលវាមិនទុកដែរនេះឲ្យបងប្អូនយើងមើលទៅអាហ្នឹងចំណុចដែលសបញ្ជាក់បង្ហាញឲ្យឃើញថាអាយួននេះសម្លាប់ខ្មែរដោយគ្មានញញើតដៃហើយកុំឲ្យយល់ថាប្រវត្តិសាស្ត្រយួនហ្នឹងមកជួយខ្មែរអត់មានទេនេះដែលខ្ញុំចង់បញ្យល់ប្រជាជាតិយើងឲ្យយល់ហើយនយោបាយដែលយួនហ្នឹងគឺកុំតិចវាខុសពីសៀមទោះបីយ៉ាងម៉េចក៏វានៅសល់អាចលនៈវាសល់វប្បធម៌ខ្មែរយើងដែលនៅស្រុកថៃដែរតែយួនអត់មានទេអានេះខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យយល់ត្រង់កន្លែងហ្នឹងហើយបន្ទាប់មកទៀតយើងនិយាយនៅក្នុងសម័យអាណានិគមនៅក្នុងសម័យអាណានិគមខ្មែរយើងក្រោយពីសម័យនគរមកអត់មានតែបានរុងរឿងទេគេវាយគេសម្លាប់គេកំទេចគេដេញពីលិចទៅកើតណាគេវាយពីខាងកើតផងគេវាយពីខាងលិចផងខ្មែរយើងរងគ្រោះគ្រប់កន្លែងទាំងអស់ដោយសារអីដោយសារពីបញ្ហាការឈ្លានពានសៀមផងហើយនឹងយួនផងទន្ទឹមនឹងពេលហ្នឹងបានបារាំងបានមកគ្រប់គ្រងហើយបានវាយសៀមអស់41ឆ្នាំបានបញ្ចប់នៅសិទ្ធិសញ្ញាទាំងអស់នឹងហើយគេហៅថាជាសម័យរុងរឿងនៅក្នុងអាណានិគមបារាំងកន្លែងហ្នឹងដែលសបញ្ជាក់បង្ហាញឲ្យបងប្អូនយើងឃើញច្បាស់ណាហេតុអីបានហៅថាសម័យរុងរឿងនៅក្នុងសម័យអាណានិគមបារាំងពិតមែនតែទឹកដីកម្ពុជាក្រោមក៏មិនទាន់យួនយកបានទាំងស្រុងដែរអានេះខ្ញុំចង់បញ្យល់បងប្អូនប្រជាជាតិយើងឲ្យយល់ហើយនៅក្នុងសម័យអាណានិគមបារាំងយើងមើលទៅអ្វីដែលស្ថាបនាប្រទេសជាតិយើងគេធ្វើស្ពានទាំងផ្លូវទាំងស្ពានភ្នំពេញឥឡូវឲ្យបងប្អូនមើលទៅឃើញភ្នំពេញដែលភាពដែលហៅថាការដែលអភិវឌ្ឍរីកដុះដាលនៅក្នុងសម័យកាលហ្នឹងដែលបារាំងដែលសង់ស្ថាបនាទីក្រុងភ្នំពេញហ្នឹងយើងមើលឃើញថាតើស្ថាបត្យកម្មគេដល់កម្រិតណាទឹកថាភាពដែលស្រស់បំព្រងនៅក្នុងសម័យកាលអាណានិគមបារាំងបានន័យថាគេបន្សល់ទុកឲ្យយើងហើយឆ្លុះបញ្ចាំងគ្រប់កន្លែងច្រើនទៀតទាំងខេត្តបាត់ដំបងក៏ស្ពានក៏មាននៅគ្រប់ខេត្ត24ខេត្តក្រុងហ្នឹងហើយជាពិសេសដែលយើងមើលទីក្រុងភ្នំពេញភ្លៀងមកក៏អត់មានលិចទេភ្នំពេញដោយសារអីដោយសាររចនាសម្ព័ន្ធបារាំងហ្នឹងដែលការជួយស្ថាបនាប្រទេសជាតិយើងហើយទន្ទឹមពេលហ្នឹងយើងមានឧស្សាហកម្មយើងមានរោងចក្រយើងមានគ្រប់រោងចក្រទាំងអស់ដូចតាំងពីរោងចក្រស័ង្កសីរោងចក្រធ្វើដែករោងចក្រធ្វើស៊ីម៉ង់រោងចក្រធ្វើអត់ដែលយើងមានរោងចក្រច្រើនណាស់ដើម្បីអាចនឹងស្ថាបនាប្រទេសជាតិនៅក្នុងចំនួនប្រជាពលរដ្ឋខ្មែរយើងនិយាយថាតែនៅក្នុងដែនដីអាណានិគមណាតែ6លានអ្នកអានេះខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យច្បាស់លាស់ហើយអាណានិគមគេមានច្បាប់មានទម្លាប់ត្រឹមត្រូវក៏ប៉ុន្តែវាមានភាពប្រៃផ្សៃខ្លះវាមិនមែនអត់ទេតែយើងតែនិយាយថាក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយបើគ្មានបារាំងទេយើងមិនអាចបន្សល់ទឹកដីកម្ពុជាក្រោមហើយបន្សល់ទឹកដីដែនដីកណ្ដាលយើងមកទល់សប្តាហ៍ថ្ងៃទេនឹងហើយគេហៅថាជាសម័យរុងរឿងដែលយើងមើលឃើញពីទស្សនវិជ្ជានិងភាពជាក់ស្ដែងបញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ពីបញ្ហាទាំងអស់ហ្នឹងដូច្នេះឲ្យបងប្អូនយើងទៅយកចំណុចហ្នឹងយកមកវិភាគវិញ្ញាពិចារណាឲ្យបានច្បាស់លាស់ពីបញ្ហាសម័យអាណានិគមបារាំងនៅក្នុងសម័យអាណានិគមបារាំងអានេះខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យបានច្បាស់លាស់ពីនៅក្នុងសម័យអាណានិគមបារាំងគឺការរីកចម្រើនលូតលាស់គ្រប់វិស័យយើងមានឧស្សាហកម្មជាង100ឧស្សាហកម្មនៅទូទាំងប្រទេសយើងមានតាំងពីរោងចក្រធ្វើទឹកក្រូចណារោងចក្រធ្វើជ័រកស៊ូណារោងចក្រធ្វើកង់ឡានយើងមានរោងចក្រច្រើនណាស់តែខ្មែរយើងតែការរីកចម្រើនបានបន្សល់ទុកពីបារាំងក្រោយដោយភាពអកុសលយើងនិយាយពីបន្ទាប់នៅក្នុងអាណានិគមបារាំងបន្ទាប់ពីក្រោយអាណានិគមបារាំងម្ដងនៅក្នុងអាណានិគមបារាំងដោយភាពអកុសលបារាំងបានចាញ់សង្គ្រាមជប៉ុនហើយជាពិសេសបានចាញ់សង្គ្រាមនៅអាល្លឺម៉ង់ផងប្រទេសបារាំងបានខ្ទេចខ្ទាំកន្លែងហ្នឹងតែបារាំងមិនមានលទ្ធភាពទៅគ្រប់គ្រងអាណានិគមបន្តទៀតកន្លែងហ្នឹងហើយបានបារាំងសុខចិត្តបញ្ចប់អាណានិគមនៅភូមិភាគអាស៊ីអានេះយើងចង់បញ្យល់កន្លែងហ្នឹងបានច្បាស់លាស់ដូច្នេះបារាំងត្រូវការដកអាណានិគមចេញមិនមែនដកតែត្រឹមមិនមែនថាអាយួនវាមកវាយនៅឌៀនបេនភូជាមួយនឹងវាយជាមួយបារាំងដកចេញទេពីព្រោះបារាំងដល់កំណត់ដោយហៅថាគ្មានសមត្ថភាពនៅគេហៅថាមិនចង់បន្តនៅការគ្រប់គ្រងថែមទៀតដោយការប្រទេសជាតិខ្លួនឯងអាល្លឺម៉ង់បានវាយកំទេចបាក់បែកទៅការស្ថាបនាប្រទេសជាតិវិញដូច្នេះគេដកកម្លាំងដើម្បីយកទៅស្ថាបនាប្រទេសជាតិគេវិញគឺប្រសើរជាងតែដាក់អាណានិគមនាំតែឈឺក្បាលចំណុចនោះហើយដែលចាប់ផ្ដើមដកអាណានិគមមុនគេគឺនៅទីក្រុងសៀងហៃអានេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យច្បាស់លាស់នៅក្នុងទីក្រុងសៀងហៃនៅក្នុងឆ្នាំ1949បារាំងក៏ដកអាណានិគមនៅសៀងហៃបកគលអាណានិគមសៀងហៃមកឲ្យចិនវិញហើយទន្ទឹមពេលហ្នឹងបារាំងក៏ត្រូវដកអាណានិគមចេញពីខ្មែរនិងយួនដែរមិនមែនយួនមកវាយយកជាមួយខ្មែរនឹងដែលចាញ់បោកយួនមកវាយដេញបារាំងតាមក៏ពិតខ្មែរយើងទេតែភាពល្ងឹតងងឹតងងល់ទៅជួយអាយួនដើម្បីមកកំទេចអ្នកដែលធေါ်សពរស់មកជួយយើងហើយថាយើងនឹងទៅកំទេចទៅដណ្ដើមបានឯករាជ្យយើងសួរថាយើងដណ្ដើមបានឯករាជ្យយ៉ាងម៉េចពីព្រោះបារាំងត្រូវដកអាណានិគមចេញពីស្រុកខ្មែរនៅក្នុងឆ្នាំ1953គេមើលឃើញសកម្មភាពអា3សាយស៊ីអនុនឹងវាអត់មានសមត្ថភាពในការគ្រប់គ្រងឲ្យបានច្បាស់អញ្ចឹងបានគេបកគលមួយបំណែកនឹងឲ្យដើម្បីគេឲ្យ
ឲ្យវាទទួលស្គាល់ឲ្យបានច្បាស់លាស់តែទន្ទឹមនឹងពេលហ្នឹងវាមើលឃើញថាទឹកដីប្រទេសខ្មែរយើងបានន័យថាយួនយកអត់បានសម្រេចទាំងស្រុងទេកន្លែងហ្នឹងហើយបានអាបីសាច់ស៊ីនោះវាបានទៅសហការជាមួយយួនបន្តសកម្មភាពធ្វើសង្គ្រាមណាអាហ្នឹងយើងនិយាយពីឆ្នាំក្រោយពីឆ្នាំ53បានវាធ្វើចលាចលនៅក្នុងប្រទេសវាធ្វើបញ្ហាឲ្យពុកអលួយវាធ្វើឲ្យវិបត្តិវិនាសមហន្តរាយនៅក្នុងប្រទេសហ្នឹងចាប់ផ្ដើមកកើតឡើងហើយក្រោយពីឆ្នាំ1953មកពេលហ្នឹងចាប់ផ្ដើមវាធ្វើសកម្មភាពវាមើលថាបើអាមេរិកកាំងនៅក្នុងប្រទេសខ្មែរអាបីសាច់ស៊ីនោះមិនអាចសហការជាមួយយួនឲ្យយួនយកទឹកដីខ្មែរយើងបានទាំងស្រុងហើយមិនអាចបង្កើតសង្គ្រាមរវាងខ្មែរហើយនឹងយួនបានទេកន្លែងហ្នឹងហើយដែលជានយោបាយដែលអាបីសាច់ស៊ីនោះហ្នឹងវាចាប់ផ្ដើមវាដេញអាមេរិកកាំងចេញដោយសារកុំឲ្យដឹងពីអបាយកលរបស់អាបីសាច់ស៊ីនោះអាបីសាច់វង្វេងក្បត់ជាតិហ្នឹងវាដឹងពីអបាយវាដឹងថាសហរដ្ឋអាមេរិកនឹងដឹងនៅអបាយកលរបស់អាបីសាច់ស៊ីនោះវាទៅបំរើយួនដើម្បីមកយកទឹកដីកណ្ដាលនឹងឲ្យបានទាំងស្រុងកន្លែងហ្នឹងហើយដែលវាសហការវាហើយវាបានប្រកាសជាឡារឹកថាវាជួយយួនខាងជើងឲ្យមកវាយយកយួនខាងត្បូងពីព្រោះវាត្រូវរឿងអីគេត្រូវបែកទឹកដីជាពីរវាតាមក៏ពិតយើងអាយួនវាមានទឹកដីផងហើយសួរថាវាបែកទឹកដីជាពីរយ៉ាងម៉េចវាសុកចិត្តវាបង្កវិនិច្ឆ័យកម្មឲ្យគេសម្លាប់អ្នកស្នេហាជាតិខ្មែរចោលវាសម្លាប់ជាតិខ្មែរយើងវាកាត់ទឹកដីខ្មែរយើងឲ្យទៅយួនវាថាវានឹងជួយយួនដើម្បីបង្រួបបង្រួមយួនចុះខ្មែរយើងវិញយើងសួរចុះខ្មែរយើងវិញបង្រួបបង្រួមយ៉ាងម៉េចហេតុអីបានវាមិនព្រមបង្រួបបង្រួមខ្មែរជួយខ្មែរដើម្បីទៅដេញយួនចេញវាទៅជួយយួនមកដៃមកសម្លាប់ខ្មែរយើងសូមសួរថានឹងគេជាអ្នកស្នេហាជាតិខ្មែរទេអានឹងឲ្យបងប្អូនយើងឲ្យយល់កន្លែងណាច្បាស់ឡើយដូច្នេះរាល់សកម្មភាពនយោបាយទាំងអស់ហ្នឹងដែលបងប្អូនចាញ់អាបីសាច់ស៊ីនោះដែលជានយោបាយសហការជាមួយយួនខាងជើងមកយកទឹកដីកម្ពុជាក្រោមហើយសម្លាប់ជាតិខ្មែរយើងលួចសញ្ញេឲ្យបន្ទាប់មកដែលយើងបាត់បង់វិនាសមហន្តរាយពីសម័យអាណានិគមខ្ទេចជាំរហូតមកទល់សប្តាហ៍បងប្អូនមើលឃើញពីសកម្មភាពនិងភាពជាក់ស្ដែងដូច្នេះខ្ញុំនឹងចាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អំពីវិធីសាស្ត្រអាបីសាច់វង្វេងជាតិស៊ីនោះហ្នឹងវាចាប់ផ្ដើមសហការជាមួយយួនបង្កើតសង្គ្រាមនៅស្រុកខ្មែរដើម្បីបង្កើតវិនាសកម្មដែលយើងមើលឃើញសកម្មភាពមកទល់សប្តាហ៍សូមឲ្យបងប្អូនយើងចាំស្ដាប់នៅអ្វីវានិយាយនៅលើកតម្កើងនឹងឲ្យតម្លៃហើយយើងបង្កើតនៅបានទៅហៅថា18មីនាដែលថ្ងៃជារដ្ឋប្រហារអានឹងហើយជានយោបាយរបស់អាបីសាច់ស៊ីនោះដើម្បីវាចង់បង្កសង្គ្រាមនៅស្រុកខ្មែរវាត្រូវតែដកទួនចេញដើម្បីឲ្យគេចាត់ទុកវានឹងធ្វើជារដ្ឋប្រហារដើម្បីគេថាគេរដ្ឋប្រហារទម្លាក់វាអាពេលហ្នឹងវាទៅបង្កើតសង្គ្រាមវាទៅជំរុញប្រជាពលរដ្ឋឲ្យចូលព្រៃម៉ាក់គីអានេះវាជានយោបាយដែលវាបង្កើតសង្គ្រាមដើម្បីវាទាញនៅសង្គ្រាមទាំងអស់ហ្នឹងដើម្បីឲ្យចូលទៅអន្ទាក់ជីវិតប្រជាជាតិខ្មែរយើងឲ្យអស់រាប់លានអ្នកដោយសារពីបញ្ហាពីរឿងវាប្រកាសថាលោកលន់នល់ទម្លាក់អាបីសាច់ស៊ីនោះចំណុចហ្នឹងហើយវាត្រូវតែវាជាអ្នកស្នេហាជាតិវាត្រូវតែងើបឡើងសូមឲ្យបងប្អូនរួមជាតិងើបឡើងតស៊ូដើម្បីទាមទារយកទឹកដីយើងមកវិញតាំងក៏ពិតជានយោបាយបង្កសង្គ្រាមទៅជួយយួនខាងជើងឲ្យមកវាយយកទឹកដីកម្ពុជាក្រោមនេះដែលបញ្ជាក់បង្ហាញច្បាស់ណាស់ដែលអ្នកឯងមិនអាចនឹងកែប្រែបានហើយទន្ទឹមនឹងពេលហ្នឹងយើងចាប់ផ្ដើមយើងដេញសម័យកាលហើយសម័យកាលហ្នឹងអត់យូរទេពីឆ្នាំ70មកទល់ឥឡូវបងប្អូននៅតែតាមដានមើលឃើញសកម្មភាពនឹងភាពជាក់ស្ដែងហើយច្បាស់លាស់គ្មាននឹងអ្នកឯងនឹងអាចនឹងកែប្រែបានទេដូច្នេះសូមបងប្អូនយើងតាមចាំស្ដាប់នៅសម្ដីរបស់អាបីសាយក្បត់វង្វេងជាតិអាស៊ីអនុហ្នឹងតើវានឹងបកស្រាយថាវានឹងជួយជាតិយើងយ៉ាងម៉េចនេះសូមឲ្យបងប្អូនតាមស្ដាប់ដូចតទៅបាទសន្យាយ៉ាងម៉េចសន្យាថាបើដូចជាវៀតណាមចឹងវៀតណាមមិនទាន់បានឯករាជ្យវៀតណាមខាងត្បូងមិនទាន់បានឯករាជ្យអាមេរិកកាំងនៅជាជាន់នៅឡើយហើយនៅខុសពីវៀតណាមមិនទាន់ reunification ព្រោះប្រទេសយើងអបមាទៅទេណាអស់លោកណាលោកស្រីណាអីដំអស់លោកស្រីកូនចៅអបមាទៅថាបើគេពុះប្រទេសយើងជាពីរតើយើងសុខចិត្តទេយើងអត់សុខចិត្តទេដូច្នេះគេពុះវៀតណាមជាពីរអញ្ចឹងយើងអត់សុខចិត្តដូច្នេះខ្ញុំទីញ៉ៃជាមួយគេឯងមិនមែនខ្ញុំជាមួយទី3នាក់ទេអ្នកដែលជាទៅនោះ29ប្រទេសកូនចៅ one of the 29 African and Asian countries 29 leaders from Asia and Africa យើង29នាក់ទីញ៉ៃដល់ទីញ៉ៃរួចខ្ញុំទៅត្រូវតែគោរពតាមសន្ធិសញ្ញាតាមសេចក្តីសម្រេចចិត្តនៃសន្និសីទដាំដុំចាកន្លែងហ្នឹងឲ្យបងប្អូនមើលឃើញឲ្យច្បាស់លាស់ថាអាបីសាច់ស៊ីនោះនេះវាសុកចិត្តយកទឹកដីកម្ពុជាក្រោមយើងទៅបកគលឲ្យយួនវាថាអាមេរិកកាំងមកកាត់ទឹកដីរវាងយួនខាងត្បូងនិងយួនខាងជើងយើងសូមសួរថាទុកសោកវេទនាតែគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងពេលគេសម្លាប់ប្រជាជាតិខ្មែរយើងដាំតៃអង្គចាប់សម្លាប់កំទេចបន្តបែរជាអាបីសាច់ស៊ីនោះមិនមើលឃើញពីទំហំនៃការឈឺចាប់ដែលគេកំទេចជាតិសាសន៍ខ្មែរយើងហើយទឹកដីខ្មែរយើងសោះបែរជាវាថាវាទៅបង្រួមរវាងយួនខាងជើងនិងយួនខាងត្បូងហើយវាទៅថាអាមេរិកកាំងមកធ្វើបាបយើងសូមសួរថាអាមេរិកកាំងមកធ្វើបាបអ្នកណាអ្វីក៏ដោយបើសិនជាអាមេរិកកាំងនៅប្រទេសខ្មែរយើងមិនអាចមានវិនិ
នេះមហន្តរាយមកទល់សពថ្ងៃទេដោយសារពីចំណុចហ្នឹងដែលយើងសរបញ្ជាក់បង្ហាញឲ្យឃើញថាវាលួចទៅសញ្ញេទឹកដីកម្ពុជាក្រោមឲ្យទៅយួនហើយវាចាត់ទុកទឹកដីកម្ពុជាក្រោមវាថាជាទឹកដីរបស់យួនខាងត្បូងដូចជាយើងសុំសួរថាយួនខាងត្បូងវាជាទឹកដីកម្ពុជាក្រោមតើយួនខាងត្បូងមកនៅពីណានឹងហើយដែលសរបញ្ជាក់ឲ្យឃើញថាអាបីសាច់ជានោះនេះមិនមែនជាជាតិខ្មែរទេហើយវាថាវាអាណិតអាសូរយួនណាអ្នកដែលថាអាមេរិកមកគៀបសង្កត់មកចិនឈ្លីទៅលើយួនខាងត្បូងយើងសុំសួរថាតើចិនឈ្លីជាតិខ្មែរយើងឬក៏ចិនឈ្លីយួនខាងត្បូងឥឡូវយើងមើលឲ្យឃើញច្បាស់ទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរព្រៃនគរសៃហ្គងវាជាឈ្មោះយួនដាក់តែអាព្រៃនគរវាជាទឹកដីកម្ពុជាក្រោមដូចជាទឹកដីរបស់ខ្មែរតើយើងសុំសួរថាវាអាណិតអាសូរយួនចុះខ្មែរយើងវិញចុះវាជាស្ដេចនេះដែលគ្រប់គ្រងទៅលើដែនដីទឹកដីដែលប្រជាជាតិប្រជាពលរដ្ឋដែលនឹកឃើញសង្ឃឹមថាជាអង្គព្រះមហាក្សត្រមួយដែលយើងសង្ឃឹមថានឹងអាចនឹងជួយទឹកដីយើងនឹងជួយការគៀបសង្កត់ការគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងគេយកដីកម្ពុជាក្រោមយកអីទាំងអស់ដែលកាត់ព្រំដែនទាំងអស់គេសម្លាប់ខ្មែរហ្នឹងតើវាបានអាណិតអាសូរទេតែហេតុអីបានវាទៅអាណិតអាសូរយួនទៅវិញយើងសបញ្ជាក់ឃើញច្បាស់ណាអាស្ដេចនេះវាមិនមែនជាស្ដេចខ្មែរទេបើស្ដេចខ្មែរវាប្រើនៅទំហំនៃការឈឺចាប់អ្វីដែលគេធ្វើបាបប្រជាជាតិខ្មែរយើងគេយកខ្មែរយើងទៅដាំតែអង្គគេសម្លាប់អ្នកដែលវីរភាពតស៊ូងើបឡើងវាកំទេចវាសម្លាប់ចោលបែរជាអាបីសាច់ជានោះណាមិនថែមមិនត្រឹមតែមិនជួយខ្មែរទេថែមទាំងទៅជួយយួនណាលើកតម្កើងយួនហើយមកសម្លាប់ជាតិខ្លួនឯងបន្ថែមទៀតនឹងហើយដែលសបញ្ជាក់ឲ្យថាការទំហំនៃការឈឺចាប់ប្រជាជាតិយើងរាប់លានអ្នកមកទល់នឹងសពថ្ងៃហ្នឹងនាំគ្នាគ្រប់គ្រងអាបីសាច់ជានោះទៅរឿងអីទៅឈឺចាប់យ៉ាងម៉េចបើយើងទៅគ្រប់គ្រងជនក្បត់ជាតិមកសម្លាប់ជាតិខ្លួនឯងមកសម្លាប់ខ្លួនឯងហើយសុំសួរថាយើងទៅរកសត្រូវណែណាព្រោះសត្រូវវាជាសត្រូវរួចទៅហើយបើសិនជាវាមិនមែនជាសត្រូវវាមិនមែនបង្កើតសង្គ្រាមរវាងយួនខាងត្បូងនិងយួនខាងជើងរឿងអីដែលបង្កើតសង្គ្រាមនៅស្រុកខ្មែរដែរខ្មែរយើងនៅដែនដីអាណានិគមខ្មែរយើងនៅហ្នឹងសុំសួរថាយើងកើតសង្គ្រាមជាមួយអ្នកណាហេតុអីកន្លែងហ្នឹងហើយវាឃើញវាចង់បានកំទេចខ្មែរយើងឲ្យបានទាំងស្រុងបកគលទៅឲ្យយួនខាងជើងយកបានទាំងស្រុងកន្លែងហ្នឹងហើយអាបីសាច់វង្វេងជាតិក្បត់ជាតិវិជាជាតិខ្មែរវាត្រូវតែបង្កើតចលាចលនៅស្រុកខ្មែរត្រូវតែបង្កើតសង្គ្រាមអ្វីដែលបង្កើតសង្គ្រាមបានដរាបណាតែវាត្រូវតែដកខ្លួនចេញវាទៅដកខ្លួនចេញវាឲ្យលន់នល់ទៅធ្វើរដ្ឋប្រហារតាមពិតលន់នល់អត់មានធ្វើរដ្ឋប្រហារទេលន់នល់បានតែអញ្ជើញវាទៅស្រុកបារាំងតែអានេះវាមិនព្រមចុះមកពីពួកគោបំណងវាចង់ធ្វើនយោបាយដើម្បីលើកតម្កើងអាយួនមកកំទេចជាតិសាសន៍ខ្មែរយើងអានេះបំណងឆន្ទៈវាច្បាស់លាស់ហើយតើអានេះឲ្យបងប្អូនមើលឃើញប្រវត្តិសាស្ត្រកន្លែងហ្នឹងអត់ទាន់មាននរណាគេហៅថាផុតលុតនៅឡើយទេដូច្នេះវាទាន់នៅសម័យកាលលោកលន់នល់គេបានតែអញ្ជើញវានៅស្រុកបារាំងឲ្យវាមកគ្រប់គ្រងអំណាចនៅក្នុងឆ្នាំមុនឆ្នាំ1970តែវាមិនព្រមមកវាចង់ធ្វើនយោបាយបង្កសង្គ្រាមពីព្រោះវាទៅសហការជាមួយយួនរួចទៅហើយតែវារៀបកម្លាំងទ័ពកម្លាំងអីតាមព្រំដែនលួចបញ្ជូនស្បៀងទៅឲ្យយួនកន្លែងហ្នឹងដែលចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អ្វីអានេះវាបង្កើតនៅក្នុងសម័យឆ្នាំ70ហ្នឹងគឺវាបង្កើតនៅក្នុងរឿងនយោបាយជួយយួនដើម្បីមកកំទេចខ្មែរយើងដោយអ្នកឯងមិនអាចនឹងកែកន្លែងបាននឹងអាចនឹងប្រកែកបានទេនេះដែលបញ្ជាក់បង្ហាញឲ្យឃើញច្បាស់អ្វីដែលវាទៅចោទទៅលើអាមេរិកទេមើលឃើញពីអូបាយកលអាបីសាយជានោះច្បាស់ណាស់ថាវាជាយួនដើម្បីវាបំរើយួនមកសម្លាប់ជាតិខ្មែរយើងតែអ្វីដែលភាពអកុសលដែលខ្មែរយើងជំនឿខ្មែរយើងងុកងុលតែនៅតែបន្តជឿទៅលើអាបីសាយជានោះដោយសារអីដោយសារទីលើជំនឿហ្នឹងដែលយើងប្រជាពលរដ្ឋមួយចំនួនធំជាពិសេសអាអ្នកដែលគ្រប់គ្រងអាបីសាយជានោះត្រូវតែទទួលនៅអ្វីដែលកើតឡើងបាត់មកទល់សប្តាហ៍នឹងហើយដែលមកពីការលើជំនឿជឿទៅលើអាបីសាយជានោះបើសិនជាអ្នកឯងមិនដឹងខ្ញុំមិនថាទេតែឥឡូវនេះបញ្ជាក់បង្ហាញច្បាស់ណាស់ដែលអាបីសាយជានោះវាមកសារភាពវាមកមើលថាវាសុខចិត្តរឿងអីដែលត្រូវឲ្យយួនបែកបាក់គ្នាណាវាមិនខ្វល់ពីខ្មែរយើងបែកបាក់គ្នាខ្មែរយើងប្រើប្រាស់និរិះអន្តរាយវាអត់ខ្វល់ទេតែវាសុខចិត្តដើម្បីការពារកុំឲ្យយួនបែកបាក់គ្នាយើងសុំសួរថាតើយួនកន្លែងណាហៅតែយួនបែកបាក់នោះចំណុចហ្នឹងយើងមើលទៅយួនវាអត់មានយួនខាងត្បូងទេវាមានតែយួនខាងជើងព្រោះយួនខាងជើងវាជាទឹកដីចម្ប៉ាដូចជាចំណុចហ្នឹងរឿងអីដែលវាបង្កើតមកយួនខាងត្បូងពីព្រោះនេះជាផែនការរបស់អាបីសាយជានោះដែលបំរើយួនសម្រាប់ជាតិខ្មែរយើងដល់ពេញចំហដែលអ្នកឯងមិនអាចនឹងកែកន្លែងបានហើយយើងមើលទៅអ្នកដែលអំណាចធំដែលនៅបន្តគឺកញ្ចាស់មេពឹសបីសាច់សក់សនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ពីបញ្ហាវិបត្តិវិនិច្ឆ័យមហន្តរាយសពថ្ងៃគឺបណ្ដាលមកពីអាបីសាច់វង្វេងជាតិអាស៊ីអនុហ្នឹងអានឹងហើយដែលខ្ញុំមិនអាចនឹងអនុគ្រោះបានទេទោះបីឈរលើចំហណាក៏ដោយកន្លែងហ្នឹងហើយត្រូវតែបងប្អូនបើចង់បានរំដោះទឹកដីឲ្យបានពិតប្រាកដត្រូវការគំតិចអាបីសាច់នឹងចោលជាដាច់ខាតបើពុំដូចឆ្នោតទេគុំសង្ឃឹមតែយើងនឹងរំដោះទឹកដីបានចំណុចនេះសំខាន់ណាស់ហើយបងប្អូនមួយចំនួនទៀតនៅតែឡប់ហើយនៅតែភ្លើថាអាបីសាច់ជានោះវាងាប់ហើយតើរឿងអីដែលយើងទៅរស់រឿងវាទៀតបងប្អូននៅតែមិនទាន់យល់អាកន្លែងហ្នឹងទៀតវាងាប់តែរូបកាយទេតែព្រលឹងបីសាច់នៅក្នុងខ្លួនបងប្អូនមួយចំនួនធំនៅឡើយនៅច្រើនទៀតហើយជាពិសេសនៅតែបន្តគ្រប់គ្រងកញ្ចាស់មេពឹសបីសាច់សក់សហ្នឹងអានឹងហើយហៅថាជាមីរាសកម្មមហន្តរាយយើងដោយសារអីពីព្រោះកញ្ចាស់មេពឹសបីសាច់សក់សហ្នឹងនឹងឲ្យជាជំរុញកម្ពុជាកណ្ដាលយើងឲ្យបាត់បង់ទាំងស្រុងប្រគល់អំណាចឲ្យយួនគ្រប់គ្រងបានទាំងអស់អានឹងហើយដែលជាវិបត្តិជាបញ្ហាដែលយើងត្រូវតែទទួលយកខុសត្រូវមួយបំណែកដែលអាអ្នកដែលគ្រប់គ្រងអាបីសាច់ជា
នោះខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនបានច្បាស់ឡើយហើយខ្ញុំចាក់បន្ថែមដូច្នេះខ្ញុំជួយយកកងយកមិនខ្លះទៅជួយខ្លះទៅពួកគេថាកុំឲ្យចងើយកន្តើយកុំឲ្យចងើយកន្តើយព្រោះខ្ញុំគិតចេះទៅទៀតគិតថាអាមេរិកថ្ងៃណាមួយគង់តែចាញ់ទេគង់តែទៅពីឥណ្ឌូចិនទេហើយដល់គាត់ឈ្នះបើយើងកម្ពុជាជួយគាត់ក្នុងពេលដែលគាត់លំបាកនឹងគាត់ដឹងគុណយើងកូនចៅទៅសួរគាត់មើលទេសួរខាងហាណូយមើលសួរមើលតើដឹងគុណសម្ដេចជាអនុទេលោកជាអនុទេបើគាត់ជំរាបកូនចៅថាដឹងគុណគាត់អត់ភ្លេចប្រគុណតែចិនប្រជាមានិតឲ្យលុយយកកងចិនប្រជាមានិតឲ្យលុយច្រើនឲ្យលុយយកកងទេគាត់ឲ្យលុយរៀនសេរីជាវសម្ផនអីឲ្យលុយខ្មែរក្រហមដែរឲ្យលុយមកកណ្ដោចិនប្រជាមានិតណាមិត្តខ្ញុំអត់ទទួលអីពីគាត់ទេទទួលតែបាយទឹកទេគាត់ឲ្យផ្ទះឲ្យបាយទឹកឲ្យសុខឲ្យឡានអីមកខ្ញុំទៅម្ដងប៉ុន្តែខ្ញុំអត់ទទួលលុយទេប៉ុន្តែចិនប្រជាមានិតគាត់ឲ្យលុយពួកខៀវសម្ផនរៀនសេរីនេះខ្មែរក្រហមឲ្យច្រើនណាពួកប៉ុលពតឲ្យច្រើនណាព្រោះខោពីគាត់កាលនោះគាត់ឲ្យយកកងច្រើនហើយយកកងមានលុយពេញទៅប៉ៅគាត់ទិញឡុងណុលលក់ខ្លួនឲ្យអាមេរិកប៉ុន្តែលោកឡុងណុលមិនមែនលក់ខ្លួនគាត់ឲ្យយកកងទេគាត់លក់អង្គនឹងកាសែតរបស់កាសែតបារាំងកាសែតអាមេរិកមកកាសែតសូមបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តខ្ញុំនឹងបញ្ជាក់បង្ហាញអំពីអាកម្ពុជាបោកប្រាស់សំរងស៊ីដែលរួមសហការជាមួយនឹងក្រុមពួកអាកម្ពុជាអាបិសាចបនកពើវងវិញជាតិអាស៊ីអនុតើវារួមចំណែកនឹងកញ្ចាស់មេពឹសបិសាចសតដើម្បីមកគំតិចនៅថ្ងៃទី28កក្កដាឆ្នាំ2013សូមបងប្អូនរងចាំស្ដាប់បន្តដូចតទៅ